បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមណែនាំកម្មវិធីមួយដែលសម្រាប់ចាក់បទចម្រៀងនៅក្នុង YouTube ដោយមិនបាច់ចាំបាប់អេក្រង់បងប្អូនបាទកម្មវិធីនេះគឺស្រដៀងនឹងកម្មវិធី YouTube ដែរបាទអញ្ចឹងពេលដែលយើងចាក់បទចម្រៀងនេះយើងមិនបាច់ចាំបាប់អេក្រង់ឲ្យអស់ថ្មអីទេអញ្ចឹងយើងអាចបិទអេក្រង់បិទអីបានបាទអញ្ចឹងកម្មវិធីនេះបាទឈ្មោះកម្មវិធី Ubicast បាទកម្មវិធីនេះបាទបងប្អូនអាច down នៅក្នុងកម្មវិធី Play Store ឬមួយ App Store បានបាទអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចជូនបងប្អូនទាំងអស់គ្នាបាទដំបូងបងប្អូនចូលមកកាន់ Play Store បាទចូលកាន់ Play Store បងប្អូនចូលកន្លែងសញ្ញា search នេះបងប្អូនបាទបន្ទាប់មកបងប្អូនវាយអក្សរ U U UB បាទUbicast បាទបងប្អូននេះខាងកម្មវិធីលើនេះបាទអញ្ចឹងពីបន្ទាប់ពីបងប្អូនឃើញបងប្អូនអាចចូលទៅ download បានបងប្អូននេះ download ដោយសារខ្ញុំហើយអញ្ចឹងយើងចូលមកប្រើទាំងអស់គ្នាបងប្អូនបានអញ្ចឹងខ្ញុំធំថយទៅក្រោយវិញបាទអញ្ចឹងកម្មវិធីនេះវាត្រួលប្រើបងប្អូនស្រដៀងតែនឹងFacebook របស់យើងដែរ YouTube របស់យើងដែរបងប្អូនយើងចូលវាមកនេះបន្ទាប់មកបងប្អូនយើងចូលកន្លែងសញ្ញា YouTube ហ្នឹងមកភាសាកម្មវិធីនេះវា free អញ្ចឹងវាបងប្អូនអាចលុបវិជ្ជាកម្មបន្តិចអញ្ចឹងបងប្អូនព្យាយាមបន្តិចទៅចាំរងចាំវាបន្តិចណាភាសាកម្មវិធីនេះវា free អញ្ចឹងបងប្អូនសូមរងចាំបន្តិចណាពេលដែលវាដំណើរការពាណិជ្ជកម្មនឹងចប់វានឹងលេងលុបពាណិជ្ជកម្មទៀតហើយបញ្ជាក់បាទបងប្អូនកម្មវិធីនេះគឺពេលដែលយើងចាក់ទៅយើងអាចលុប screen បានណាយើងឲ្យកម្មវិធីនេះដំណើរការមានបទចម្រៀងមានអីធម្មតាដូចគ្នាដដែលបានអញ្ចឹងគ្រាន់តែវាលុបពាណិជ្ជកម្មដំបូងបន្តិចបន្ទាប់មកពីដែលយើងដំណើរការកម្មវិធីហើយនៅក្នុងកម្មវិធីនេះគឺអត់មានលុបពាណិជ្ជកម្មអីទៀតទេបាទយើងចាក់ស្ដាប់យ៉ាងស្រួលយើងធ្វើការបណ្ដាយើងបិទlock screen បណ្ដាក៏វានៅដើរធម្មតាដែរបាទបងប្អូនបាទអញ្ចឹងវាជួយសន្សំសំចៃថ្មទូរស័ព្ទយើងទី2វាអត់មានលុបពាណិជ្ជកម្មដូចក្នុង YouTube ទេបាទអញ្ចឹងមានតែប៉ុណ្ណឹងបងប្អូនអាចធ្វើតាមដំណឹងទៅណាពាណិជ្ជកម្មលោតអីញ៉ាញ៉ាយដូចក្នុងកម្មវិធី YouTube យើងបាទវាអត់មានពាណិជ្ជកម្មទេបាទបាទឃើញបងប្អូននេះមានបទអីវាមានបទចិនវាមានបទខ្មែរវាមានជាសំខាន់យើងអាចចាក់បទចម្រៀងនេះ